ពេជ្រសូលីកាទំលាភាពអយុត្តិធម៌ដែលធ្លាប់រងគ្រោះច្រើនឆ្នាំបែកគ្នាយូរហើយចរិតនៅតែដួសក្មេងបៀមដៃពេជ្រសូលីកាអភាពខុនតៃដេញមកឌៀមដាមឲ្យមិត្តភ័ក្តិថាបែកគ្នាយូរហើយចរិតនៅតែដួសក្មេងបៀមដៃតារាចម្រៀងរូបនេះបានលើកឡើងថាភាពរងអយុត្តិធម៌និងក្តីអាម៉ាស់ដែលខ្ញុំទទួលបានច្រើនឆ្នាំកន្លងទៅដែលខ្ញុំធ្លាប់ត្រូវបានគេលាបពណ៌ដោយមិនញញើតដៃខ្ញុំមិនអង្គុយចាំមើលកម្មឲ្យផលទេព្រោះខ្ញុំជឿលើបុណ្យបាបបុណ្យដែលធ្វើចេញពីចិត្តសាងអ្វីវានឹងវិលរកម្ចាស់ដើមវាវិញគុណនឹងដាប់រៀងព្រោះរបួសផ្លូវចិត្តខ្ញុំពេលនោះវាធ្ងន់ធ្ងររហូតមិនអាចទទួលការព្យាបាលបានយ៉ាងដំណំពេលនោះពិបាកបំផុតគឺខ្ញុំត្រូវប្រឈមមុខជាមួយរឿងការជន់ឈ្លីកិត្តិយសមើលងាយប្រមាថដែលខ្ញុំមិនបានធ្វើដូចគេចោទប្រកាន់ចរិត Scorpion រៀងចរិតចាស់ទុំបន្តិចមិនចូលចិត្តបកស្រាយពីភាពស្អាតស្អំខ្លួនឯងឲ្យគេដឹងឮច្រើនទេខ្ញុំនៅតែជឿលើពេលវេលាទុកឲ្យពេលវេលាជាអ្នកធ្វើការរួចបន្តសាងអំពើល្អដោយមិនរងចាំការតបស្នងបែកគ្នាយូរហើយចរិតនៅតែក្មេងបៀមដៃ